ចឹងនៅក្នុង Premiere Pro វាមាន function មួយចំនួនដែលអាចឲ្យយើងកែបក៏ដូចជាចឹងនៅក្នុង Premiere Pro វាមាន function មួយចំនួនដែលអាចឲ្យយើងកែបក៏ដូចជាកែប្រែសំឡេងរបស់យើងឲ្យមានភាពល្អប្រសើរជាងមុនអូខេនៅក្នុងវីដេអូនេះខ្ញុំចង់និយាយតាក់ទងទៅនឹងឧទាហរណ៍តែយើងទៅកន្លែងណាអញ្ចឹងតែយើងអត់មាន microphone ទៅជាមួយទេតែយើងមានទូរស័ព្ទមួយហើយនឹងកាមេរ៉ាវាជាស្ដែងថ្ងៃនេះគឺខ្ញុំផ្លេច microphone ប៉ុន្តែយើងអាចប្រើប្រាស់ទូរស័ព្ទរបស់យើងដើម្បីធ្វើការ record ហើយតាក់ទងទៅនឹងការ record សំឡេងដើម្បីឲ្យវាច្បាស់បានគឺយើងអាចប្រើប្រាស់វាបានភ្លាមទេសម្រាប់ខ្ញុំបច្ចេកទេសរបស់ខ្ញុំនៅក្នុងការកែប្រែសំឡេងមានន័យថាឲ្យវាប្រសើរឡើងជាងមុនគឺខ្ញុំធ្វើវានៅក្នុង Premiere Pro អញ្ចឹងនៅក្នុង Premiere Pro វាមាន function មួយចំនួនដែលអាចឲ្យយើងកែក៏ដូចជាកែប្រែសំឡេងរបស់យើងឲ្យមានភាពល្អប្រសើរជាងមុនហើយនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅរបៀបនៅក្នុងការកែប្រែសំឡេងនៅក្នុង Adobe Premiere Pro វាអត់ស្មុគស្មាញញ៉ៃអ្នកនរគ្នាអាចអនុវត្តដោយគ្រាន់តែមើលវីដេអូនេះគឺអ្នកនរគ្នាអាចធ្វើវាបានអូខេអញ្ចឹងឥឡូវយើងចូលទៅដល់កម្មវិធី Adobe Premiere Pro ទាំងអស់គ្នាបងប្អូនបើកទៅលើ Premiere Pro របស់យើងមកវាអត់ទាន់មាន Essential Sound អ្នកនរគ្នាអាចចូលមកក្នុង Windows ហើយរកពាក្យថា Essential Sound អញ្ចឹងនេះគឺជាសំឡេងដែលយើងអត់ទាន់ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅជាសំឡេង Steam អញ្ចឹងដើម្បីធ្វើការកែប្រែនៅសំឡេងឲ្យវាមានភាពល្អប្រសើរជាងមុនបានអ្នកគ្នាត្រូវចុចទៅលើ layer ណាដែលយើងចង់ធ្វើការកែប្រែសំឡេងឧទាហរណ៍ថាខ្ញុំកែប្រែទៅលើ layer មួយនេះអញ្ចឹងបន្ទាប់ពីយើងបើក Essential Sound ហើយនេះធម្មតានៅពេលដែលអ្នកគ្នាចូលមកវានឹងមានពាក្យថា preset អញ្ចឹងវាមានពាក្យថា default ប៉ុន្តែតាមការកែប្រែសំឡេងរបស់ខ្ញុំភាគច្រើនគឺខ្ញុំយកទៅលើ podcast voice អញ្ចឹងអ្នកគ្នាចុចទៅលើពាក្យថា podcast voice ហើយធ្វើការសេរីទៅលើ dynamic ទៅតទៅនឹង dynamic នេះគឺភាគច្រើនគឺខ្ញុំយកត្រឹមតែ 3.2 ទេអ្នកគ្នា 3.2 ហើយតទៅទៅនឹង amount នេះគឺខ្ញុំបន្ថយដែរខ្ញុំអត់សូវដាក់វាខ្លាំងទេអញ្ចឹងយើងធ្វើការស្ដាប់មើលរវាងសំឡេងពីមុននិងសំឡេងដែលយើងកែហើយនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅក្នុងករណីដែលអ្នកនរគ្នាបានដឹងហើយអ្នកគ្នាអត់ទាន់ពេញចិត្តឬក៏ការ record សំឡេងរបស់យើងនឹងវាជាប់ទៅដោយ noise ច្រើនពេកខ្ញុំសូមណែនាំនៅ effect មួយដែលអ្នកនរអាចប្រើប្រាស់បានហើយខ្ញុំចូលចិត្តប្រើមែនទែនគឺមានឈ្មោះថា denoise គេវាយពាក្យថា denoise មក sorry នេះហើយយើងទាញដាក់ទៅលើសំឡេងដែលយើងកែប្រែនេះអញ្ចឹងវាចូលមកអ្នកនេះចុចទៅលើវាសិនមកហើយចុចពាក្យថា control រកពាក្យថា denoise នេះ denoise អញ្ចឹងយើងចុចសញ្ញាព្រួយចុចក្រោមមកអ្នកនេះចុចពាក្យថា edit បើអ្នកនេះចង់ធ្វើការកែប្រែសំឡេងឲ្យវាកាត់បន្ថយសំឡេងរំខានកាន់តែខ្លាំងអ្នកនេះអាចយកពាក្យ line noise reduction ឬក៏ heavy noise reduction ក៏បានដែរប៉ុន្តែខ្ញុំអត់ធ្វើការកែប្រែទេខ្ញុំទុកវាដដែលឧទាហរណ៍ថាយើងធ្វើការដាក់ denoise ហើយសំឡេងដែលយើងទទួលបានគឺវាបែបនេះហើយនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅប៉ុណ្ណឹងអញ្ចឹងបើសិនជាអ្នកគ្នាគិតថាប៉ុណ្ណឹងបានហើយសំឡេងប៉ុណ្ណឹងចែករំលែកនៅបានហើយអ្នកគ្នារបៀបនៅក្នុងការកែវាធម្មតាមកកែហើយបញ្ជានេះគឺជាការកែប្រែសំឡេងរបស់ខ្ញុំទៅតាមអ្វីដែលខ្ញុំធ្លាប់ប្រើហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នាអាចធ្វើវាបានហើយបើសិនជាចូលចិត្តនៅវីដេអូបែបនេះសូមកុំភ្លេចជួយ like ឬក៏ share ម្នាក់មួយមកខ្ញុំមានកម្លាំងចិត្តនៅក្នុងការផលិតវីដេអូបែបនេះជាច្រើនទៀតអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ